ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែកចាយព្រះបន្ទូលខ្លីមួយដែលដកស្រង់ចេញពីសុភាសិតខ្មែរដែលថាអ្នកមានរក្សាខ្សាច់ដូចសំពត់ពណ៌ពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅពឹងសំប៉ាងតើសុភាសិតខ្មែរនៅថ្ងៃនេះហើយនៅព្រះបន្ទូលព្រះអង្គនឹងមានន័យយ៉ាងដូចម្តេចជាទូទៅយើងដឹងហើយថាអ្នកមានគឺសំដៅទៅលើអ្នកដែលមានទ្រព្យសម្បត្តិស្ដម្ភហើយអ្នកមាននោះគួរតែមានចិត្តចេះជួយចែករំលែកទំនុកបំរុងដល់អ្នកទីតក្រលំបាកវេទនាជាងខ្លួនដូចជាយើងបានយកក្រណាត់មកបាំងរាងកាយដូច្នោះដែរចំណែកឯពាក្យថាអ្នកប្រាជ្ញរក្សាខ្លៅគឺអ្នកដែលមានចំណេះដឹងឬមានប្រាជ្ញាគប្បីចេះជួយបង្ហាត់បង្រៀនអ្នកល្ងិតល្ងងឲ្យមានចំណេះដឹងប្រៀបបីដូចជាទូកឬសំពៅទោះបីវាធំយ៉ាងណាក៏ដោយក៏នៅតែពឹងក្តោងឬច្រវាឬទូកតូចៗដើម្បីអាចចម្លងមនុស្សឲ្យទៅដល់ត្រើយម្ខាងទៀតឧទាហរណ៍អំពីក្មេងប្រុសម្នាក់គាត់ឈ្មោះថាច័ន្ទណារងគាត់គឺជាក្មេងម្នាក់ដែលរស់នៅជាមួយគ្រួសារដែលមានទ្រព្យសម្បត្តិតិចតួចប៉ុន្តែគាត់រស់នៅពោរពេញដោយក្តីស្រឡាញ់នៅថ្ងៃមួយណារងបានជួយត្បាញក្រមាម្ដាយរបស់គាត់ហើយនៅថ្ងៃអាទិត្យបន្ទាប់នោះណារងបានអង្គុយនៅភូមិមួយហើយក៏បានឮលោកគ្រូគង្វាសូត្រព្រះគម្ពីរនៅព្រះគម្ពីរម៉ាថាយចំពោះទី19ខទី21មានបន្ទូលថាបើអ្នកណាចង់បានជាគ្រប់លក្ខចូលអ្នកទៅលក់ទ្រព្យរបស់ខ្លួនហើយចែកដល់ពួកអ្នកក្រីក្រទៅនោះអ្នកនឹងបានទ្រព្យសម្បត្តិនៅឯឋានសួគ៌វិញរួចឲ្យមកតាមខ្លួនចុះស្រាប់តែណារងបានប៉ះពាល់ចិត្តហើយគាត់ក៏បានទៅលេងនៅក្បែរផ្សារស្រាប់តែឃើញបរិមម្នាក់មានសម្លៀកបំពាក់រហែកណារងបាននឹកឃើញអំពីព្រះបន្ទូលព្រះដែលគាត់បានឮបន្ទាប់មកគាត់ក៏បានឲ្យក្រមាដែលគាត់មានទៅបរិមនោះចាប់ពីពេលនោះណារងចាប់ដើមរស់នៅដោយការចែករំលែកដល់អ្នកដទៃនិងមិត្តភ័ក្តិរបស់គាត់ដូច្នេះតាមរយៈសុភាសិតខ្មែរនិងសាច់រឿងរបស់ច័ន្ទណារងបានបញ្ជាក់យើងអំពីតម្លៃនៃប្រាជ្ញាការយល់ដឹងនិងការអប់រំដែលមានចំណេះដឹងអាចបំពេញនៃការត្រាស់ហៅរបស់ព្រះទៅតាមព្រះបន្ទូលទ្រង់ដូច្នេះហើយចូលនឹកចាំពីព្រះបន្ទូលរបស់ទ្រង់ក្នុងការរស់នៅដោយការចែករំលែកការបម្រើគ្នាទៅវិញទៅមកដោយស្ម័គ្រពីចិត្តការចំណាយពេលវេលាផ្ទាល់ខ្លួនជាមួយអ្នកដទៃយើងទាំងអស់គ្នាជឿថាតាមរយៈទង្វើនីមួយៗមិនថាតូចប៉ុណ្ណាក៏ដោយសុទ្ធតែរួមចំណែកដល់សេចក្តីត្រូវការរបស់អ្នកដទៃដែលស្របទៅនឹងព្រះបន្ទូលព្រះអង្គហេតុនេះហើយសូមរស់នៅប្រដាប់ខ្លួនឲ្យបានល្អសម្រាប់មនុស្សនៅជុំវិញយើងនិងជាប្រយោជន៍ដល់គ្នាទៅវិញទៅមកនោះទើបការរស់នៅទទួលបាននូវសេចក្តីសុខហើយព្រះអង្គនឹងប្រទានពរដល់គ្រប់ការងារទាំងអស់ដែលបងប្អូនបានប្រព្រឹត្តផងដែរសំណួរពិចារណានៅថ្ងៃនេះបានសួរថាតើសកម្មភាពអ្វីខ្លះដែលបងប្អូនបានជួយដល់អ្នកដទៃហើយជួយដល់របៀបណាខ្លះអរគុណច្រើនសូមព្រះយេស៊ូវបានប្រទានពរដល់បងប្អូនទាំងអស់គ្នា